អ៊ីតាលីសម្រេចផ្អាកការផ្គត់ផ្គង់ជំនួយដល់អ៊ុយក្រែនដោយសារកង្វះខាតផ្នែកយោធានិងខ្ទង់ចំណាយថវិកាជាតិបើយោងទៅតាមការចុះផ្សាយដោយសារព័ត៌មាន La Repubblica បានឲ្យដឹងផងដែរថាដោយសារតែបញ្ហាពិចារណាលើខ្ទង់ចំណាយកង្វះខាតផ្នែកយោធានិងសម្ពាធផ្នែកនយោបាយនៅក្នុងប្រទេសអ៊ីតាលីផ្ទាល់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសថារដ្ឋាភិបាលទីក្រុងរ៉ូមនឹងពិចារណាអំពីលទ្ធភាពនៃការផ្តល់ប្រព័ន្ធការពារដែនអាកាសមកឲ្យអ៊ុយក្រែនក្រោយពីលោកបានជួបជជែកតាមទូរស័ព្ទជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ីតាលីលោកស្រី Giorgia Meloni ដែលនៅក្នុងនោះលោកស្រីបានបញ្ជាក់សារជាថ្មីអំពីជំហរគាំទ្រយ៉ាងរឹងមាំរបស់អ៊ីតាលីជាមួយអ៊ុយក្រែនក្រោយនេះមិនបានប៉ុន្មានផងរដ្ឋមន្ត្រីការពារជាតិអ៊ីតាលីលោក Guido Crosetto បានបញ្ចេញមតិជាមួយនឹងភាពមិនច្បាស់លាស់ថាតើអ៊ីតាលីមានលទ្ធភាពក្នុងការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសឲ្យទៅអ៊ុយក្រែនបានដែរឬយ៉ាងណាផ្អែកតាមប្រភពមិនបញ្ចេញច្បាស់លាស់មួយសារព័ត៌មាន La Repubblica បានចុះផ្សាយថាលោកស្រីនាយករដ្ឋមន្ត្រី Giorgia Meloni ដែលជាអ្នកបង្ហាញជំហរគាំទ្រទីក្រុងគៀវយ៉ាងរឹងមាំនោះកំពុងប្រឈមមុខនឹងការតស៊ូលើការអនុម័តនៃក្រឹត្យមួយដើម្បីបញ្ជូនអាវុធទៅអ៊ុយក្រែនពីសម្ព័ន្ធមិត្តស្ដាមនិយមរបស់លោកស្រីគឺលោកឧបនាយករដ្ឋមន្ត្រី Matteo Salvini និងលោក Silvio Berlusconi ដែលជាអ្នកនយោបាយចាស់វស្សានិងធ្លាប់ជានាយករដ្ឋមន្ត្រី4រដ្ឋាភិបាលរួចមកហើយអ្នកនយោបាយដ៏មានឥទ្ធិពលទាំងពីររូបនេះត្រូវបានគេឲ្យដឹងថាជាអ្នកនយោបាយដែលមានទំនាក់ទំនងយូរលង់និងស្អិតរមួតជាមួយរដ្ឋាភិបាលទីក្រុងមូស្គូយ៉ាងណាមិញឆ្លើយតបនឹងអ្នកសារព័ត៌មាននៅថ្ងៃច័ន្ទម្សិលមិញគណៈបករបស់អ្នកនយោបាយអ៊ីតាលីទាំងពីររូបនេះបានបញ្ជាក់ថាសម្បីខ្លួនអ្នកនយោបាយទាំងពីររូបពុំមានបញ្ហាណាមួយជាមួយក្រឹត្យដែលកំពុងស្វែងរកការអនុម័តនេះឡើយអីយ៉យអ៊ុយក្រែនប្រកាសគម្រាមវាយប្រហារចូលកាន់តែជ្រៅទៅក្នុងទឹកដីនៃប្រទេសរុស្ស៊ីហើយប្រមុខចារកម្មរបស់អ៊ុយក្រែនលោកគីរីលប៊ូបាទដាណៅបាននិយាយកាលពីថ្ងៃពុធទី4ខែមករាកន្លងទៅនេះថានឹងមានការវាយប្រហារថ្មីចូលកាន់តែជ្រៅទៅក្នុងទឹកដីនៃប្រទេសរុស្ស៊ីថ្លែងទៅកាន់ ABC News លោកប៊ូដាណៅត្រូវបានគេចោទសួរថាតើជាស្នាដៃអ៊ុយក្រែនមែនទេដែលបានបើកការវាយប្រហារនៅពេលថ្មីនេះទៅលើមូលដ្ឋានទ័ពអាកាសរុស្ស៊ីលោកឆ្លើយតបថាឥឡូវខ្ញុំមិនអាចផ្ដាល់ចម្លើយចំពោះសំណួរនេះបានទេមានតែពេលចប់សង្គ្រាមប៉ុណ្ណោះប៉ុន្តែខ្ញុំរីករាយដែលឃើញការវាយប្រហារបែបនេះស្របពេលជាមួយគ្នានោះដែរចារកម្មកម្ពុជារូបនេះក៏បានថ្លែងអំណរអគុណដល់សហរដ្ឋអាមេរិកជាពិសេសផងដែរសម្រាប់ការគាំទ្រដល់ប្រជាជាតិអ៊ុយក្រែនទាំងមូលលោកបានស្នើឲ្យទីក្រុងវ៉ាស៊ីនតោនបន្តដំណើរការនេះទៅមុខនិងសន្យាថាលទ្ធផលនឹងមិនចំណាយពេលយូរតទៅទៀតនោះទេក្នុងប៉ុន្មានរយៈពេលសប្តាហ៍ថ្មីនេះទីក្រុងមូស្គូបានចោទទីក្រុងគីវជាច្រើនលើកច្រើនសាររួចមកហើយថាបានបើកការវាយប្រហារលើទីតាំងយោធារបស់ខ្លួននៅក្នុងទឹកដីនៃប្រទេសរុស្ស៊ីកាលពីសប្តាហ៍មុនក្រសួងការពារជាតិរុស្ស៊ីនិយាយថាដ្រូនរបស់អ៊ុយក្រែនបានព្យាយាមកំណត់គោលដៅលើអាកាសយានដ្ឋានអេងហ្កេសក្នុងតំបន់សារ៉ាតូវដែលទុកឲ្យយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់រុស្ស៊ីនៅពេលនោះក្រសួងនិយាយថាកងការពារបាតដែនអាកាសបានបាញ់ទម្លាក់ដ្រូនប៉ុន្តែកំទេចកំទីរបស់វាបានសម្លាប់យោធាចំនួន3នាក់យោងប្រភពពី RT.com អញ្ចឹងប្រិយមិត្តទាំងអស់គ្នាឥឡូវនេះអ៊ុយក្រែនប្រកាសបាទគម្រាមវាយកំទេចរុស្ស៊ីតែម្ដងបាទប្រទេសរុស្ស៊ីតែម្ដងបាទឥឡូវដល់ពេលណាវាយគេខ្ទេចខ្ទីអស់ហើយបាទគេឡើងខ្លាចខ្ទេចអីតទៅទៀតហើយបាទព្រោះអីខ្ទេចអស់ហើយអញ្ចឹងមានតែបើកការវាយប្រហារតទៅវិញបាទតទៅវិញអញ្ចឹងប្រិយមិត្តទាំងអស់គ្នាតាក់ទងបានទៅនឹងអត្ថបទព័ត៌មានប្រិយមិត្តចូលរួមបញ្ចេញមតិយោបល់ម្នាក់មួយផងហើយបើសិនជាលើកទៅលើសនោះបាទត្រូវខុសដោយប្រការណាមួយនោះក៏សូមខន្តីអភ័យទោសបើពេញចិត្តនៃការផលិតជាវីដេអូសូមកុំភ្លេចចុចពាក្យជាវ
ឬក៏ Subscribe ម្នាក់មួយផងដើម្បីទទួលបាននូវព័ត៌មានថ្មីៗជាបន្តបន្ទាប់ទៅទៀតនៅក្នុងដៃជាចុងក្រោយបាទសូមជម្រាបលាប្រវត្តិវិទូរ៉ូស៊ីម្នាក់បានធ្វើការអះអាងអំពីសមត្ថភាពនៃដ្រូនចំនួនថ្មី S70 Oconic របស់វិមានក្រំឡាងយោងតាមប្រវត្តិវិទូរ៉ូស៊ីម្នាក់ដែលមានឈ្មោះថា Yuri Notov បានលើកឡើងថា Drone Hunter នេះត្រូវបានរចនាឡើងដើម្បីមានប្រព័ន្ធរ៉ាដាទាបរួមជាមួយនឹងការដំឡើងឲ្យមានល្បឿនលឿនជាងសំឡេងនិងអាចហោះបានក្នុងរយៈកម្ពស់ខ្ពស់លោកបានរៀបរាប់ឲ្យដឹងថាវាមានលក្ខណៈសមាសធាតុផ្សំច្រើនយ៉ាងនៃដ្រូនចំនួនទី6និងបន្ថែមទៅលើសមត្ថភាពអាចមើលឃើញទាបនិងល្បឿនលឿនជាងសំឡេងវាក៏អាចធ្វើដំណើរដល់រយៈកម្ពស់ខ្ពស់បានដែរនិងនៅពេលអនាគតក៏អាចទៅដល់អវកាសខាងក្រៅបានដែរប៉ុន្តែវាអាស្រ័យទៅលើសមត្ថភាពនៃគ្រឿងម៉ាស៊ីនមួយចំនួនទៀតដែលនៅត្រូវចាំបាច់បង្កើតបន្តទៀតនៅឡើយយោងទៅតាមរបាយការណ៍មួយបានស្ដីឡើងថា Drone នេះត្រូវបានបំពាក់ដោយប្រព័ន្ធចាប់គោលដៅ Electro-Optical និងវិទ្យុព្រមទាំងឧបករណ៍ឃ្លាំមើលដទៃទៀតផងដែរយោងទៅតាមប្រវត្តិវិទូរ៉ូស៊ីនេះផងដែរ S70 Oconic ត្រូវបានចាត់ទុកថាជា Drone បំបាំងកាយដំបូងគេបង្អស់របស់រ៉ូស៊ីហើយម្យ៉ាងវិញទៀត Drone នេះក៏ស្ថិតនៅក្រោមការអភិវឌ្ឍនៅឡើយហើយរ៉ូស៊ីក៏បានអះអាងឡើងថានឹងមានគម្រោងបញ្ចេញ Drone នេះនៅក្នុងឆ្នាំ2024យ៉ាងណាមិញផងដែរ Drone នេះគឺជាគម្រោងមួយដែលធ្វើឡើងដោយសហការរវាងក្រុមហ៊ុនបម្រើឲ្យវិស័យការពារជាតិរុស្ស៊ីជោគជ័យធំៗចំនួន2គឺក្រុមហ៊ុន Mikoyan និងក្រុមហ៊ុន Sukhoi ក៏សម្គាល់ឃើញថា Drone S70 នេះនឹងអាចហោះហើរបានដូចគ្នារាប់ចាប់តាំងពីយន្តហោះ Royal Wingman រហូតដល់ Sukhoi Fighter Su-57 របស់រុស្ស៊ីផងដែរលោក Notov បានឲ្យដឹងថា Su-57 អាចគ្រប់គ្រងបាននៅក្រុម Drone Oconicចំណែកការរួមផ្សំគ្នាបែបនេះនឹងអាចបើកឱកាសឲ្យវិធីដោះស្រាយបេសកកម្មប្រយុទ្ធយុទ្ធសាស្ត្របានជារួម Drone Hunter ត្រូវបានបង្កើតឡើងដោយលក្ខណៈតែមួយនឹងយន្តហោះ Su-57 ផងដែរហើយនៅក្នុងប្រទេសអ៊ុយក្រែនយន្តហោះ Su-57 បានជួយដោះស្រាយបញ្ហាបេសកកម្មប្រយុទ្ធជាច្រើនជាការពិតទៅរុស្ស៊ីធ្លាប់បានធ្វើការហោះហើរ S70 រួចមកហើយនៅខណៈពេលជាមួយគ្នានឹង Su-57 នៅក្នុងកំឡុងពេលតែសាកល្បងហោះហើរក្នុងឆ្នាំ2019លោក Notov បានបន្ថែមទៀតថា S70 នឹងអាចធ្វើប្រតិបត្តិការបេសកកម្មការពារដែនអាកាសបាននិងអាចគ្រប់គ្រងក្រុមនៃដ្រូនបានទៀតផងរឿងនេះអាចចង្អុលបង្ហាញបានថា Su-57 និងក្រុមដ្រូន Oconic អាចកំទេចគោលដៅយុទ្ធសាស្ត្របានធំឬអាចត្រួសត្រាយផ្លូវឲ្យយន្តហោះទម្លាក់គ្រាប់បែកធំអាចធ្វើការបញ្ចេញគ្រាប់របស់ពួកគេបាន S70 Oconic ឬហៅម្យ៉ាងទៀតថា Hunter គឺបានស្ថិតនៅក្នុងដំណើរការអភិវឌ្ឍអស់ជាច្រើនឆ្នាំរួចមកហើយគិតចាប់តាំងពីឆ្នាំ2019មកដល់បច្ចុប្បន្ននេះការរាយការណ៍ដោយមិនបានបញ្ជាក់ច្បាស់លាស់មួយបានអះអាងថា Drone នេះបានធ្លាប់សំបីទៅធ្វើការវាយប្រហារមកលើគោលដៅមួយចំនួនរួចមកហើយនៅក្នុងប្រទេសស៊ីរីទីបរិខាជំនាញលើ Drone និងបច្ចេកវិទ្យាយោធារុស្ស៊ីដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមានមន្ទិលសង្ស័យលើសមត្ថភាពរបស់ S70 Oconic ដែលអាចធ្វើដំណើរដល់អវកាសខាងក្រៅនេះមុខងាររបស់ S70 មួយចំនួនសាងសង់ឡើងក្នុងទូនាទីទម្លុះចូលប្រព័ន្ធការពារដែនអាកាសរបស់សត្រូវប៉ុណ្ណោះហើយមុខងារនេះគឺជាមូលហេតុចម្បងដែលត្រូវបានរចនាឡើងមកអ្នកជំនាញបាននិយាយថាការអះអាងរបស់លោក Notov គឺអាចមើលឃើញឡើងថាជាការឃោសនាផ្សព្វផ្សាយចង់បានចំណាប់អារម្មណ៍មហាជនតែប៉ុណ្ណោះដោយមិនបានផ្ដល់ការវិភាគក្បោះក្បាយទៅលើសមត្ថភាពនៃ S70 នោះទេអ្នកជំនាញខ្លះក៏បានបន្តទៀតថាអ្នកជំនាញរុស្ស៊ីពិតជាមានសមត្ថភាពក្នុងការសរសើរបំពង់ស្នាដៃផលិតផលរបស់ខ្លួនដែលមិនទាន់ដាក់ចេញប្រើប្រាស់ជាផ្លូវការនៅឡើយនិយមន័យនៃពាក្យថាលំហបើកគឺនៅត្រូវបានបន្តឆ្លុះប្រកែកជជែកវែកញែកជាច្រើននៅក្នុងក្រុមអ្នកជំនាញអវកាសអ្នកវិភាគនិងអ្នកវិជ្ជាជីវៈប៉ុន្តែវាត្រូវបានជឿជាក់យ៉ាងមុតមាំថានឹងអាចឆ្ពោះទៅដល់ស្រទាប់ Stratosphere ដែលមានរយៈចម្ងាយ50គីឡូម៉ែត្រពីនីវ៉ូទឹកសមុទ្របានលោក Notov បាននិយាយថាកងកម្លាំងអាមេរិកក៏ដូចជាកងកម្លាំង NATO នៅមិនទាន់អាចរកឃើញបច្ចេកវិទ្យាបែបនេះនៅឡើយទេលោកក៏បានបន្ថែមទៀតថាសហរដ្ឋអាមេរិកក៏បានព្យាយាមអភិវឌ្ឍ Drone UCAV ដែលមានលក្ខណៈប្រតិបត្តិការពិសេសស្រដៀងនឹងគ្នានេះផងដែរលោកបានបន្តទៀតថា Washington បានបោះបង់គម្រោងនេះព្រោះពួកគេមិនអាចទប់ទល់បាននឹងការងារបច្ចេកទេសដែលពួកគេកំពុងជួបប្រទះ